តើប្រវត្តិសាស្ត្រនៃប្រព័ន្ធការពារអាកាសឬហៅថា Air Defense System កើតមាននៅពេលណាប្រវត្តិសាស្ត្រនៃប្រព័ន្ធការពារអាកាសទំនើបចាប់ផ្ដើមបន្ទាប់ពីសង្គ្រាមលោកលើកទី2នៅពេលដែលអ្នករៀបចំផែនការយោធាបានដឹងថាកាំភ្លើងប្រឆាំងយន្តហោះបែបប្រពៃណីលែងគ្រប់គ្រាន់ដើម្បីបញ្ឈប់យន្តហោះដែលមានកម្ពស់ខ្ពស់និងមានល្បឿនលឿនតទៅទៀតហើយនៅក្នុងសង្គ្រាមយន្តហោះទម្លាក់គ្រាប់បែកបានហោះហើរកាន់តែខ្ពស់និងលឿនជាងមុនដូច្នេះការការពារបានដាក់ទៅលើការប្រើប្រាស់កាំភ្លើងកាន់តែច្រើនលើសលប់បញ្ហាប្រឈមខាងបច្ចេកវិទ្យានេះបាននាំទៅដល់ការអភិវឌ្ឍប្រព័ន្ធមីស៊ីលពីដីទៅលើអាកាសពិតប្រាកដដំបូងគេបំផុតនៅលើពិភពលោកដែលត្រូវបានគេកត់សម្គាល់ថាជាកំណើតនៃការការពារដែនអាកាសបែបទំនើបប្រព័ន្ធកំជ្រួចការពារអាកាសប្រតិបត្តិការដំបូងត្រូវបានបង្កើតឡើងដោយសហភាពសូវៀតដោយវាត្រូវបានគេដាក់ឈ្មោះថា S-25 Berkut ដែលបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ1940និងដើមទសវត្សរ៍ឆ្នាំ1950ប្រព័ន្ធនេះត្រូវបានរចនាឡើងដោយអ្នកវិទ្យាសាស្ត្រនិងវិស្វករជនជាតិសូវៀតដែលដឹកនាំដោយការិយាល័យ Lavurkin ដែលបានគ្រប់គ្រងយ៉ាងខ្លាំងពីលោក Joseph Stalin នៅពេលនោះការអភិវឌ្ឍបានចាប់ផ្ដើមជាផ្លូវការប្រហែលជាឆ្នាំ1947ដែលត្រូវបានជំរុញដោយមានការភ័យខ្លាចការទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដែលផ្ទុកអាវុធនុយក្លេអ៊ែរមេដឹកនាំសូវៀតជឿថាការការពារក្រុងធំៗជាពិសេសទីក្រុងមូស្គូមានសារៈសំខាន់សម្រាប់ការរស់រានមានជីវិតរបស់ជាតិនៅពេលនោះប្រព័ន្ធការពារដែនអាកាសដែលហៅថា S-25 នេះបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ1955ដែលធ្វើឲ្យវាក្លាយទៅជាប្រព័ន្ធកំជ្រួចការពារដែនអាកាសដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញលើកដំបូងនៅក្នុងពិភពលោកវាមិនដូចជាគ្រាប់រ៉ុកែតដែលត្រូវបានពិសោធន៍ពីមុននោះឡើយ S-25 រួមបញ្ចូលគ្នានៅការចាប់រ៉ាដាប្រព័ន្ធបញ្ជានិងកំជ្រួចដឹកនាំទៅក្នុងបណ្ដាញការពារតែមួយសមត្ថភាពចម្បងរបស់វាគឺដើម្បីស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈកម្ពស់ខ្ពស់ដែលត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងដ៏ធំបំផុតនៅពេលនោះប្រព័ន្ធនេះមានចម្ងាយប្រហែលជា30ទៅ35គីឡូម៉ែត្រហើយអាចវាយប្រហារគោលដៅយន្តហោះហោះហើរបានកម្ពស់ខ្ពស់លើសពីនេះគឺការដែលនាំឲ្យមានកំភ្លើងធំប្រឆាំងយន្តហោះផងដែរ S-25 មានសមត្ថភាពពិសេសនៅក្នុងការដាក់ពង្រាយរបស់វាជំនួសឲ្យការចល័តវាគឺជាខ្សែវានការពារដ៏ឋិតថេរដែលត្រូវបានសាងសង់ឡើងទាំងស្រុងនៅជុំវិញទីក្រុងមូស្គូប្រព័ន្ធនេះមានទីតាំងបាញ់មីស៊ីលរាប់សិបកន្លែងដែលត្រូវបានរៀបចំជារមូរមូលដោយគ្រប់គ្រងដោយស្ថានីយ៍រ៉ាដាដ៏មានឥទ្ធិពលការរចនាបែបនេះគឺអនុញ្ញាតឲ្យវាគ្របដណ្ដប់ទៅលើតំបន់ត្រួតស៊ីគ្នាដោយធានាថាយន្តហោះរបស់សត្រូវទាំងឡាយណាដែលចូលជិតទីក្រុងនឹងត្រូវបានចាប់សញ្ញាបត្រនិងតាមដានជាច្រើនដងនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ S-25 ត្រូវបានដំណើរការដោយសហភាពសូវៀតតែប៉ុណ្ណោះហើយមិនត្រូវបាននាំចេញឡើយវាត្រូវបានគេចាត់ទុកថាមានលក្ខណៈរសើបពេកដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការចែករំលែកជាមួយនឹងប្រទេសដទៃទៀតទោះបីជាយ៉ាងណាក៏ដោយចំនួនថ្មីដែលមានឈ្មោះថា S-75 បានคล้ายទៅជាប្រព័ន្ធការពារដែនអាកាសដំបូងដែលត្រូវបាននាំចេញយ៉ាងទូលំទូលាយនិងផ្សព្វផ្សាយអំពីគំនិតនៃការការពារដែនអាកាសដែលមានមូលដ្ឋានលើកំជ្រោចនៅលើពិភពលោកបណ្ដាប្រទេសនៅអាស៊ីមជ្ឈិមបូព៌ានិងអឺរ៉ុបខាងកើតក្រោយមកទទួលយកប្រព័ន្ធស្រដៀងគ្នាដោយផ្អែកទៅលើការឌីហ្សាញរបស់សូវៀតផងដែរទោះបីជាយ៉ាងណាក៏ដោយ S-25 ខ្លួនឯងមិនដែលត្រូវបានប្រើប្រាស់នៅក្នុងការប្រយុទ្ធដោយផ្ទាល់នោះឡើយតែទោះជាយ៉ាងណាក៏ដោយភាពជោគជ័យរបស់វាគឺស្ថិតនៅលើការរារាំងឬបង្អាក់របស់សត្រូវផងដែរវាបានបដិសេធយ៉ាងមានប្រសិទ្ធភាពនៅយន្តហោះសត្រូវមិនឲ្យចូលទៅកាន់ដែនអាកាសរបស់សហភាពសូវៀតជុំវិញទីក្រុងមូស្គូអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយជើងយន្តហោះហោះហើរឆ្លប់យកការលោកខាងលិចបានគេចអំពីតំបន់នេះដោយទទួលស្គាល់ហានិភ័យខ្ពស់ដែលបង្កឡើងដោយមីស៊ីលប្រភេទនេះប្រព័ន្ធនេះបានបង្ហាញជាលើកដំបូងនៅឧត្តមភាពផ្លូវអាកាសដែលអាចត្រូវបានជំទាស់ពីលើដីដោយផ្លាស់ប្ដូរយុទ្ធសាស្ត្រយោធាជាមូលដ្ឋានផងដែរ
ភាពជោគជ័យនៃការប្រយុទ្ធពិតប្រាកដនៃប្រព័ន្ធការពារដែនអាកាសដំបូងនេះមកជាមួយនឹងចំនួនបច្ចេកវិទ្យារបស់ F-25 គឺ S-75 ដែលបានបង្ហាញពីលទ្ធផលនៃសង្គ្រាមជាក់ស្ដែងនៅក្នុងឆ្នាំ1960កំជ្រួច S-75 បានបាញ់ទម្លាក់យន្តហោះឆ្លប់យកការរយៈកម្ពស់ខ្ពស់ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនិងបង្ហាញថាគ្មានយន្តហោះណាដែលមិនអាចប៉ះបាននោះឡើយក្នុងអំឡុងពេលសង្គ្រាមវៀតណាមប្រព័ន្ធស្រដៀងគ្នានេះបានបង្ខំឲ្យយន្តហោះរបស់អាមេរិកហោះហើរទាបផ្លាស់ប្ដូរយុទ្ធសាស្ត្រនិងវិនិយោគយ៉ាងច្រើនទៅលើបេសកកម្មសង្គ្រាមអេឡិចត្រូនិកលទ្ធផលទាំងនេះបានធ្វើឲ្យមានសុពលភាពដល់ចក្ខុវិស័យការពារដែនអាកាសរបស់សហភាពសូវៀតដែលចាប់ផ្ដើមជាមួយនឹង S-25 ប្រព័ន្ធការពារដំបូងបានដំណើរការតាមរយៈប្រតិបត្តិការច្បាស់លាស់ទី1រ៉ាដាចម្ងាយឆ្ងាយបានរកឃើញយន្តហោះដែលចូលមកបន្ទាប់មករ៉ាដាបានតាមចាក់សោលើគោលដៅហើយបញ្ជូនទិន្នន័យទៅកាន់មជ្ឈមណ្ឌលបញ្ជាបានគណនាផ្លូវស្ទាក់ចាប់និងបាញ់មីស៊ីលកំជ្រួចត្រូវបានគេដឹកនាំទៅកាន់គោលដៅដើម្បីប្រើប្រាស់តាមបញ្ជាពីវិទ្យុដោយទទួលបានការកែតម្រូវបន្ទាប់ពីរ៉ាដាលើដីរហូតដល់វាត្រូវបានបំផ្ទុះនៅជិតយន្តហោះការដាក់ពង្រាយប្រព័ន្ធការពារអាកាសលើកដំបូងត្រូវបានធ្វើឡើងតាមលក្ខណៈយុទ្ធសាស្ត្រ S-25 ត្រូវបានគេដាក់ពង្រាយក្នុងចំនួនជាង50កន្លែងដើម្បីធានានៅការគ្រប់រំដប់ពេញលេញនៃទីក្រុងមូស្គូជំនួសដោយការពឹងផ្អែកទៅលើទីតាំងដោយកំជ្រួចនីមួយៗអ្នករៀបចំផែនការបានសង្កត់ធ្ងន់អំពីដង់ស៊ីតេនិងការត្រួតស៊ីគ្នាដោយកាត់បន្ថយឱកាសនៃការជ្រៀតចូលរបស់យន្តហោះសត្រូវវិធីសាស្ត្រនេះបានជះឥទ្ធិពលទៅដល់ការការពារដែនអាកាសនៅពេលក្រោយនៅទូទាំងពិភពលោករួមទាំងគំនិតនៃការការពារជាស្រទាប់ដែលត្រូវបានគេប្រើប្រាស់រហូតដល់សព្វថ្ងៃនេះការចំណាយមានលក្ខណៈសំខាន់ណាស់ប៉ុន្តែត្រូវបានគេរាប់ថាជារឿងចាំបាច់ដោយសារតែភាពនៃសារៈសំខាន់របស់វាជាយុទ្ធសាស្ត្រ S-25 មានតម្លៃថ្លៃខ្លាំងណាស់ដែលទាមទារឲ្យមានការសាងសង់ដ៏ច្រើនការដំឡើងរ៉ាដានិងការផលិតកំជ្រួចផងដែរខណៈពេលដែលតួរលេខពិតប្រាកដត្រូវបានគេលាក់បាំងក៏ដោយក៏អ្នកវិទ្យាសាស្ត្របានយល់ស្របថាវាត្រូវការចំណាយប្រាក់ក្រាស់ក្រែលណាស់ដែលធ្វើឲ្យវាបានក្លាយទៅជាគម្រោងការពារជាតិរបស់សហភាពសូវៀតដែលមានតម្លៃថ្លៃបំផុតនៅសម័យកាលនោះទោះបីជាយ៉ាងណាក៏ដោយបើប្រៀបធៀបទៅនឹងការចំណាយលើការសាងសង់ឡើងវិញនៅដើមទុនដែលត្រូវបានបំផ្លាញឬបាត់បង់ដោយការទប់ស្កាត់នុយក្លេអ៊ែរការចំណាយនេះត្រូវបានគេចាត់ទុកថាទទួលយកបានសំខាន់បំផុតប្រព័ន្ធនេះមានតម្លៃថោកជាងការរក្សាការល្បាតជាបន្តបន្ទាប់ដោយមានសមត្ថភាពបញ្ឈប់ការវាយប្រហាររបស់យន្តហោះនិងទម្លាក់គ្រាប់បែកផងដែរ